នេះគឺជាខ្នោះកោះដូងបុរាណបងប្អូនក្មេងៗជំនាន់ក្រោយប្រហែលជាអត់ដែលបានឃើញទេមែនអត់ចាអញ្ចឹងអំពូមីងបងប្អូនណាខ្លះដែលនៅមានខ្នោះកោះដូងនេះប្រើតាមផ្ទះឬមួយក៏ធ្លាប់ប្រើពីក្មេងមកចាខ្ញុំសូមរំលឹកអនុស្សាវរីយ៍បន្តិចនេះគឺខ្ញុំទៅលេងផ្ទះឪពុកម្ដាយរបស់ខ្ញុំហើយគាត់ធ្វើនំបាញ់ចានឿអញ្ចឹងគឺគាត់នៅប្រើរបៀបបុរាណទាំងអស់តែម្ដងចាឥឡូវនេះខ្ញុំថតមកជុំជូនបងប្អូនមើលគឺអង្គុយអញ្ចឹងចាកែច្នៃមកគឺលក្ខណៈដាក់មកអង្គុយអញ្ចឹងស្រួលហ្មងអង្គុយកោសយកបដ ாய் ចាឥឡូវខ្ញុំឲ្យគាត់ងើបបន្តិចដើម្បីថាឲ្យបងប្អូនជំនាន់ក្រោយហ្នឹងគាត់បានឃើញពីរូបរាងអញ្ចឹងណាចាព្រោះថាឥឡូវនេះគឺភាគច្រើនចង់ទិញដូងអីគឺយើងទិញអាគេកោសឲ្យស្រាប់បងប្អូនចាកន្លះគីឡូ1គីឡូអីអញ្ចឹងទៅតាមតម្រូវការហើយនេះគឺដូងដែលបានកោសរួចគឺកោសបានសាច់ដូងហ្នឹងម៉ត់ល្អណាបងប្អូនហើយនេះគឺត្បាល់បុរាណចានៅប្រើត្បាល់អញ្ចឹងទេហើយឆ្ងាញ់ខ្លាំងណាស់កិនម្សៅធម្មជាតិអញ្ចឹងបងប្អូនអើយរៀងហត់បន្តិចចុកដៃបន្តិចតែគ្រាន់តែថាអ្នកថតនេះគឺបានតែថតទេរវល់ណាស់ហើយយូរបងប្អូនអើយតែគ្រាន់តែឆ្ងាញ់ខ្លាំងចាចង់និយាយថាអ្នកថតនេះបានតែថតទេអត់បានជួយទេអូយអ្នកម្ដាយរបស់ខ្ញុំគាត់ធ្វើបាញ់ជំនឿហ្នឹងតាំងពីព្រឹកម៉ោង8អូគាត់រវល់តាំងម៉ោង7ព្រឹកហ៎រហូតដល់ម៉ោង3ម៉ោង4នាទីបានហូបព្រោះមើលចេះបងប្អូនឃើញហ៎នៅកាន់អញ្ចឹងហើយទម្រាំតកិនហើយហ្នឹងចប់សពគ្រប់បានយកទៅសកត់ចាឥឡូវម៉ែគាត់ហត់ហើយគាត់ហូបបាយសិនហើយនៅនេះនៅធ្វើ snow ទៀតបងប្អូន snow នេះ snow សណ្ដែកខៀវហើយគាត់ធ្វើគឺឆ្ងាញ់ណាអត់ប្រៃពេកអត់និយាយទៅគឺឆ្ងាញ់ហ្មងអត់ឆៅអត់អីចឹងណាហើយនេះសាច់ម្សៅដែលយើងនឹងយកទៅខ្ចប់ជាមួយនឹង snow ខ្ញុំនៅតែនឹកអនុស្សាវរីយ៍ដែលខ្ញុំធ្លាប់នៅពីក្មេងជាមួយម្ដាយម៉ែខ្ញុំគឺគាត់ប៉កែធ្វើបាញ់ជំនឿបាញ់ឆាវនិយាយទៅរបៀបនំបែបខ្មែរបងប្អូនចាម្សំជ្រូកម្សំចេកនំបត់នំគមអីហ្នឹងគឺគាត់ប៉កែធ្វើឲ្យឆ្ងាញ់ខ្លាំងមែនតើពេលដែលខ្ញុំដូចថាឃ្លានបាញ់ជំនឿអញ្ចឹងណាទោះថាបាញ់ជំនឿហ្នឹងតម្លៃថ្លៃប៉ុណ្ណាឬក៏គេល្បីថាឆ្ងាញ់ប៉ុណ្ណាតែរសជាតិនៅតែអត់ដូចរសជាតិដើមរបស់ម្ដាយខ្ញុំដែលគាត់ធ្លាប់ធ្វើឲ្យញ៉ាំពីតូចអញ្ចឹងពេលដែលបានទៅស្រុកអញ្ចឹងខ្ញុំសូមឲ្យគាត់ធ្វើខ្ញុំញ៉ាំទៀតតើគាត់នឹងមានកម្លាំងអាចធ្វើខ្ញុំញ៉ាំបានពួកខ្ញុំអត់ចេះធ្វើទេខ្ញុំអត់ចេះធ្វើទេនេះជាពិសេសទឹកស្ករនេះអូយឆ្ងាញ់ណាស់ហើយនេះប៉ាខ្ញុំថាចេះហេកុំដួសដាក់ចានដួសដាក់អាត្រឡោកដែលប៉ាកោសដាក់មកឲ្យមិញហ្នឹងមកដាក់ត្រឡោកហ្នឹងទៅឆ្ងាញ់មែនបងប្អូននេះខ្ញុំដួសដាក់ត្រឡោកហ្នឹងតែ3គ្រាប់ថតជូនបងប្អូនមើលណាប៉ុន្តែខ្ញុំញ៉ាំម្ដងអស់ជាង10គ្រាប់អូយខ្ញុំនិយាយមែនខ្ញុំញ៉ាំម្ដងអស់ជាង10គ្រាប់ហើយទៅស្ទើរទឹកស្ករព្រោះខ្ញុំហូបទឹកស្ករហ្នឹងរៀងច្រើនអញ្ចឹងទៅឥឡូវប៉ាកោសដូងធ្វើទឹកស្ករថ្មីចាឲ្យម៉ែគាត់ធ្វើទឹកស្ករថែមហើយស្ករគឺយកស្ករត្នោតធម្មជាតិបងប្អូនស្ករនិយាយទៅឈ្ងុយខ្លាំងហ្មងគាត់ណាគាត់ដាក់មកចាឈ្ងុយលីងបដៅឈ្ងុយបដៅចាហើយនឹងខ្ញុំកាន់មិញហ្នឹងគឺដុំស្ករណាចាដុំស្ករត្នោតហើយនេះបងប្អូនឃើញអត់អាពេលសកត់ហ្នឹងអូយមើលគាត់ដាក់ត្បាល់ផងដាក់ជ្រុញផងសកត់ដូចជាចូលជាង2ម៉ោងចាសកត់តលតែវាចេញអាទឹកម្សៅនឹងអស់សល់តែនេះហ៎បងប្អូនសល់តែសាច់ម្សៅចាហើយនេះគឺទឹកខ្ទិះដូងមានអាទឹកដើមអាទឹកចុងអូយម៉ែខ្ញុំប្រកែណាស់និយាយទៅហើយចូលឆ្នាំនេះផ្ដាំទៀតអីឲ្យកូននឹងទៅលេងហើយកូននេះឃ្លានបញ្ឆាវម៉ែថាចាំម៉ែធ្វើទទួលហត់ទៀតហើយធ្វើបញ្ឆាវធ្វើអីបងប្អូនអើយគាត់នៅរបៀបកិនបែបបុរាណអញ្ចឹងណាចាប៉ុន្តែឪពុកម្ដាយហត់ប៉ុណ្ណាក៏ដោយក៏លែងហត់ដែរឲ្យតែថាបានកូនចៅទៅជុំគ្នាពេលបុណ្យទី